ខតំពាំងមួយមុខនេះបងប្អូនមិនបាច់ប្រើស្ករត្នោតក៏យើងអាចយកស្ករសមកកូរឲ្យក្រហមបានដែរណាបងប្អូនតើអញ្ចឹងទៅធ្វើមួយនឹងខ្ញុំទាំងអស់គ្នាដំបូងយើងបុកខ្ទឹមហើយនឹងម្រេចសិនមកហើយខ្ទឹមម្រេចបងប្អូនបុកទៅតាមចំណង់ចំណូលចិត្តទៅណាយើងបុករៀងមកបន្តិចទៅហើយចាំចាប់ផ្ដើមយកទៅប្រឡាក់សាច់នេះខ្ញុំប្រើគឺសាច់ជ្រូកក៏បងប្អូនសាច់ជើងជ្រូកឆ្ងាញ់ហើយយើងយកខ្ទឹមហើយនឹងម្រេចដែលបុកមិញណាដាក់ចូលមកហើយដាក់ទឹកត្រីប្រេងខ្យងនិងម្សៅស៊ុបហើយថែមអំបិលបន្តិចទៅណាបងប្អូនបន្ទាប់មកយើងច្បល់ទុកប្រហែលជា10នាទីអីទៅដើម្បីឲ្យសាច់យើងចូលជាតិល្អបងប្អូនខ្លះគាត់ដាក់គ្រឿងពេលដែលយើងកូរស្ករនឹងត្មងណាតែយើងធ្វើអញ្ចឹងសាច់យើងចូលជាតិជាងណាបងប្អូនវិធីខងាយហ្មងបងប្អូនស្រួលធ្វើហើយនេះមានពងមាន់ខ្ញុំប្រើចំនួនតែ3គ្រាប់ទេតពាំងក្រៀមទិញមកពីស្រុកខ្មែរបងប្អូនហើយតពាំងណាវែងយើងកាត់ទៅសម្រាប់តពាំងនេះយើងដាក់ត្រាំទឹកហើយយើងយកស្ងោរយូរដែរហ្នឹងបងប្អូនដើម្បីឲ្យស្លទៅឆាប់ផុយហើយតពាំងខ្លះវាមានជាតិហាងជាតិអីចឹងអញ្ចឹងវាចេញជាតិអស់ទោះបីយើងស្ងោរហើយអញ្ចឹងយកមកលាង3 4 5ទឹកទៀតណាឲ្យស្អាតល្អបន្ទាប់ពីកាត់តពាំងរួចរាល់ហើយតោះទៅចាប់ផ្ដើមខមួយនឹងខ្ញុំទាំងអស់គ្នាដំបូងយើងដាក់ឆ្នាំងមកហើយដាក់ស្ករសចំពោះខយើងត្រូវប្រើស្កររៀងច្រើនតិចណាបងប្អូនហើយយើងដាក់ទឹកសម្រាប់ភ្លើងបងប្អូនដាក់កម្រិតមធ្យមណាពេលបងប្អូនកូរយើងកុំបន្ថយភ្លើងព្រោះពេលយើងបន្ថយភ្លើងអាចស្កររបស់យើងឡើងទៅជាក្រាមអត់ឡើងក្រហមល្អទេហើយមិញស្កររៀងស្ទើរបន្តិចខ្ញុំបន្ថែមប្រហែលជាមួយស្លាបព្រាបាយទៅចឹងណាបងប្អូនយើងកូរអញ្ចឹងរហូតតែរឿងភ្លើងយើងដាក់នៅថេធម្មតាបន្ថយណាបងប្អូននេះកូរយូរឡើងក្រហមហើយចំពោះស្ករបងប្អូនចង់ក្រហមតិចឬច្រើនទៅតាមចំណូលចិត្តបងប្អូនណាតែយើងប្រយ័ត្នណាខ្លាចវាខ្លោចតែខ្លោចលែងឆ្ងាញ់ទេបងប្អូនម្ហូបយើងកូរសពល្អហើយនឹងខ្ញុំបានដាក់ពងមាន់ចូលយើងធ្វើអញ្ចឹងពងមាន់យើងឡើងរៀងស្វិតបន្តិចណាបងប្អូនបើយើងយកដាក់តាមក្រោយគឺពងមាន់យើងផុយអត់ឆ្ងាញ់ទេកូររហូតមកចន្ទុះចឹងទៅដើម្បីខ្លាចខ្លោចស្ករផងនឹងខ្ញុំក៏បានចាក់សាច់ចូលចឹងណាបងប្អូននេះកូរត្រឡប់កូរត្រឡិតចឹងទៅកូររួចសាច់ឲ្យយើងប្រឡាក់អំបញ្ញមិញហ្នឹងយើងចាក់ចូលមកណាបងប្អូនអត់មានអីពិបាកទេងាយស្រួលធ្វើមែនតែនហើយយើងកុំតន់ថែមទឹកថែមអីទេបងប្អូនយើងឲ្យរងាស់ឲ្យសាច់ចេញជាតិទឹកចេញពីសាច់ហ្នឹងឲ្យអស់បងប្អូនបាទសាច់ជ្រូកនេះឈ្ងុយបើមិនចឹងទេគឺឆ្អាបក្លិនសាច់ជ្រូកនេះបងប្អូនឃើញទេងាស់មួយផ្លែទឹកចេញពីសាច់ជ្រូកហ្នឹងមកតែម្ដងយើងកូរប្រយ័ត្នតិចបងប្អូនកុំឲ្យធ្វើពងមាន់ខ្លាច់បែកចឹងណាតែបងប្អូនអាសាមើលណាពេលដែលយើងកូរអញ្ចឹងណានេះពេលដែលរីងទឹកដែលចេញពីសាច់មាន់សាច់ជ្រូកនឹងអស់អញ្ចឹងចាំយើងចាក់ថែមទឹកដើម្បីរងាស់ហើយរសជាតិអីនៅខ្ញុំអត់កំណត់គ្រឿងឲ្យបងប្អូនដាក់ទៅតាមចំណូលចិត្តបងប្អូនណាចង់បានប្រៃផ្អែមអីរសជាតិហឹរអីមិនបងប្អូនទៅឆ្នៃទៅតាមហ្នឹងទៅយើងចាក់ទឹករងាស់ហើយតពាំងនេះខ្ញុំដាក់ចូលដើម្បីរងាស់តែម្ដងជាមួយគ្នានឹងសាច់ណាព្រោះឲ្យផុយទាំងតពាំងផុយទាំងសាច់ដំណើរគ្នាតពាំងខ្ចីល្អមែនតើបងប្អូនទិញមកពីស្រុកខ្មែរណោះហើយនឹងខ្ញុំខអញ្ចឹងអត់ហ៊ានញ៉ាំទេបងប្អូនព្រោះអីតម្រាកូនឲ្យបាន3 4ខែអញ្ចឹងអត់ហ៊ានញ៉ាំទេដោយសារប្តីគាត់ចង់ហើយគាត់ខានញ៉ាំយូរអញ្ចឹងគាត់ធ្វើឲ្យគាត់អញ្ចឹងណាបងប្អូនហើយវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេបងប្អូនពេញចិត្តក៏ជួយ share ចែកម្លែកមកផងហើយបើសិនមានចម្ងល់អីក៏អាច comment សួរនឹងខ្ញុំបានណាខ្ញុំសូមអរគុណជម្រាប